តើសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីកម្មវិធីដែលរៀបជាមួយនឹងឈុតឧបករណ៍នេះកម្មវិធីគ្រប់គ្រងហាងកាត់លុយអញ្ចឹងកន្លែងនេះគឺយើងមានជាប្រដាប់បាញ់បាកូដប្រដាប់បាញ់បាកូដមួយអានេះកុំព្យូទ័រ touch screen យើងអាចថែបាននៅលើហ្នឹងបាទតើមកយើងមានជា keyboard យើងមានជាកេសដាក់លុយហើយនឹងមានជាម៉ាស៊ីន print វិក័យប័ណ្ណនេះម៉ាស៊ីន print label អញ្ចឹងអានេះជាឈុតដែលយើងរៀបចំងាយៗសម្រាប់គ្រប់គ្រងអ្នកដបូអីវ៉ាន់ច្រើនបែបនេះឥឡូវកម្មវិធីនេះដំណើរការមិនខ្ញុំបាញ់បាកូដគិតលុយអាហ្នឹងដូចតែនៅក្នុងម៉ាតធំដូចជាផ្សារទំនើបឬក៏អីចឹងណាអញ្ចឹងនេះខ្ញុំបាញ់វាណាអញ្ចឹងខ្ញុំបាញ់ពេលយើងបាញ់មកកន្លែងនេះគឺយើងមានជាជម្រើសវាមានលក់មួយកំប៉ុងហើយមានលក់ជា1ឡូថែម2កន្លះឡូថែម1មួយកេសអញ្ចឹងយើងអាចសិតបានទៅតាមអីវ៉ាន់មួយដែលយើងមានលក់តម្លៃផ្សេងគ្នាឬក៏មាន promotion អីចឹងណាតោះមកយើងចុច select ចឹងមកណាហើយកន្លែងនេះគឺយើងបាញ់បាកូដបន្ថែមដល់ផលិតផលយើងគិតលុយមាន2បាញ់2ហ្នឹងមកអានេះយើងយកជាថាឥឡូវ1ឡូចឹង1ឡូថែម2នេះតម្លៃវាតោះមកយើងចុចហ្នឹងមកហើយយើងគិតលុយនេះកន្លែងនេះគណនីលុយអូតូចំនួនទឹកលុយគឺសរុបនៅកន្លែងនេះតោះមកយើងចុចបងប្រាក់ពេលទៅចុចបងប្រាក់យើងអាចselectថាយើងបង់តាមលុយសុទ្ធឬក៏ ABA នេះ ABA ឬក៏លុយសុទ្ធអញ្ចឹងមកយើងមើលទឹកលុយសរុបអស់$242អញ្ចឹងនៅពេលដែលយើងចុចបងប្រាក់មកយើងនឹង print វិក័យប័ណ្ណនេះខ្ញុំនឹង print វិក័យប័ណ្ណមួយនេះឥឡូវយើងចាប់តាម print វិក័យប័ណ្ណឥឡូវយើងយកពី select បាទនេះយើង print វិក័យប័ណ្ណនេះពី select នេះយើងទុកឲ្យភ្ញៀវមួយយើងទុកបញ្ជីមួយបាទអញ្ចឹងនេះគឺជាឧបករណ៍ហើយនឹងកម្មវិធីងាយៗពីកម្មវិធីបរិយា Technology អញ្ចឹងសម្រាប់បងប្អូនដែលតម្រូវការកម្មវិធីសម្រាប់គ្រប់គ្រងហាងម៉ាតហាង2500ដេប៉ូលក់គ្រឿងសំណង់ឬក៏ហាងបោះដុំនេះដុំគ្រឿងសម្អាងផ្សេងដែលមានអីវ៉ាន់ច្រើនមុខបែបនេះគឺអាចតាក់ទងមកក្រុមការងារខ្ញុំបានពីព្រោះយោបល់ដែលអត់ដល់ថ្លៃអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា